បងយេនលីពីពេលនេះទៅបងគឺជារបស់ខ្ញុំតែម្នាក់កូនវ៉ាន់នីងឈៀនរ៉ាន់ឆាប់ស្លៀកពាក់ហើយចាក់ចេញពីទីនេះទៅនិយាយមកតើមានរឿងអីកើតឡើងទៅកាលពីយប់មិញនេះខ្ញុំគ្រាន់តែចង់មកលេបបងប្រុសយេនលីទេលៀមមែនទេនេះរកាតដីលើក្រែកអញ្ចឹងហ៎នឹងពិតជាមុខក្រាស់ពិតមែនមិនមែនបែបហ្នឹងទេលោកយាយបងយេនលីស្រវឹងខ្លាំងណាស់គាត់បានគិតថាខ្ញុំគឺជាឈិនរ៉ាន់បន្ទាប់មកពួកយើងខ្ញុំដេកលក់មកខ្ញុំមិនដឹងអីទេបងយេនលីបងភ្លេចរឿងដែលបានកើតឡើងកាលពីយប់មិញនេះហើយខ្ញុំជាមនុស្សស្រីមានរឿងបែបនេះកើតឡើងខ្ញុំមិននឹងមានមកទៅជួបអ្នកដទៃទេជីយេនលីលោកធ្វើខ្ញុំខកបំណងណាស់រ៉ាន់ឈិនរ៉ាន់បងយេនលីកុំចាក់ចេញពីខ្ញុំអីលោកយាយរ៉ាន់ឈិនរ៉ាន់ថៅកែនាងតូចម្នាក់នេះមើលទៅស្អាតណាស់ហើយទំនងដល់ហើយទុកនេះឲ្យខ្ញុំទៅព្រោះខ្ញុំមិនដែលរួមរែកជាមួយអ្នកណាបែបនេះទេមិនហើយមើលទៅចវាយមិនមកទេមិនអញ្ចឹងទេពួកយើង你们是谁ពួកយើងគឺជាប្តីរបស់នាងនឹងហើយនាងនៅឲ្យស្ងៀមទៅមុនពេលដែលនាងស្លាប់យើងនឹងឲ្យនាងស្គាល់រសជាតិមនុស្សម្ដងមិនថានាងជានរណាទេបើនាងព្រមជាមួយនឹងយើងតាមសម្រួលយើងនឹងឲ្យនាងសប្បាយពេលនេះលេខខ្ញុំទៅលេខទៅខ្ញុំខ្លាយហើយ说谁派你来杀我的说រ៉ាន់ប្រយ័ត្នតើលោកមិនអីទេ你没事吧ខ្ញុំមិនអីទេចុះនាងវិញយេនលី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 បងធំយើងសម្រាប់គេមិនបានទេតើយើងប្រាប់តកែយ៉ាងម៉េចទៅលបងខ្ញុំត្រូវការលុយដើម្បីទៅចូលឆ្នាំជាមួយគ្រួសារឯងជាអ្នកណាយើងមកសម្រាប់ឯងនឹងហើយឯងហ៊ានណា